ឯងជ្រើសរើសចង់ងាប់របៀបណាភ្នំមាសមួយនេះត្រូវពួកមនុស្សទ្រឹស្សាងសង់ឡើងអស់រាប់ពាន់ឆ្នាំតែពេលនេះវាត្រូវធ្លាក់ក្នុងកណ្ដាប់ដៃនាយគ្រាចុងក្រោយបង្អស់នៅ Middle Earth ទៅហើយ Smog គឺងប់ងល់នឹងមាសខ្លាំងមែនទែនហ្មងវាមានទ្រព្យសម្បត្តិមហាសាលវាមិនដែលចាយលុយសំបីមួយកាក់អស់រយៈពេល60ឆ្នាំពេញមកហើយវាដេកត្រាំក្នុងគំនរទ្រព្យទាំងនេះដោយមិនខ្វល់រឿងស៊ីផឹកអីទាំងអស់ហើយវាក៏មិនព្រមឲ្យអ្នកណាមកប៉ះពាល់ទ្រព្យរបស់វាដែរអាឡមុងណាហ៊ានមកលេងសើចច្បាស់ជាខ្ទេចមិនខានលោក Bilbo គឺជាមនុស្សដំបូងគេដែលបានមកដល់ភ្នំមាសនេះក្នុងរយៈពេល60ឆ្នាំកន្លងមកគ្រាន់តែឃើញគំនរមាសស្គរដោយភ្នំភ្លាមគាត់ឡើងគាំងនិយាយលេងចេញហ្មងដើរមួយជំហានលាន់សំឡេងកាក់ប៉ះគ្នាគាត់ខំដើរលោកព្រោះខ្លាចភ្ញាក់សត្វនាគដែលកំពុងដេកលងលក់គាត់ត្រូវរកត្បូង Arkenstone ដ៏មានតម្លៃក្នុងចំណោមគំនរមាសទាំងនេះទាំងដែលគាត់មិនធ្លាប់ឃើញវាពីមុនមកសោះគាត់ដឹងច្បាស់ថារបស់ធម្មតាទាំងនេះមិនមែនជារបស់ដែលគាត់ចង់បានទេតែទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកបែបនេះការដើររកម្ដងមួយគឺពិបាកដូចរាវកំជុលក្នុងបាតសមុទ្រអញ្ចឹងគាត់ក៏ជ្រុលជើងទៅទាត់ប៉ះពេងមាសមួយបង្កជារឿងធំតែម្ដងគំនរកាក់មាសដ៏ធំក៏ចាប់ផ្ដើមបាក់ស្រុតចុះមកBilbo ភ័យស្លន់ស្លោហើយប្រញាប់ទៅពួនក្រោយសភ្លាមដោយបួងសួងកុំឲ្យសំឡេងនេះដាស់សត្វចម្លែកនេះឲ្យសោះគាត់បំរុងនឹងលុបកិច្ចខ្លួនចេញឲ្យឆ្ងាយបំផុតទៅហើយស្រាប់តែពេលនោះគាត់ឃើញកន្ទុយនាគចាប់ផ្ដើមកម្រើកនៅក្បែរគាត់ពេលគាត់ស្មានចម្ងាយពីក្បាលដល់កន្ទុយវាទំហំដ៏ធំហិមារបស់វាធ្វើឲ្យ Bilbo មានអារម្មណ៍ថាខ្លួនឯងតូចដូចស្រមោចអញ្ចឹងគាត់ឡើងបែកញើសត្រជាក់ពេញខ្នងហើយគិតចង់បោះបង់ចោលមកស្រាប់តែគាត់ឮសំឡេងនាគកម្រើកក្បាលម្ដងទៀត Bilbo ក៏ឈររឹងខ្លួនថ្ករងចាំឱកាសល្អដើម្បីថយក្រោយសន្សឹមតែគាត់មិនអាចបិទបាំងសំឡេងកាក់ដែលលាន់នៅក្រោមស្បែកជើងគាត់បានទេសត្វនាគបានភ្ញាក់ពីដេកបន្តិចម្ដងបាត់ទៅហើយ Bilbo ក៏ស្ទុះទៅពួនក្រោយពំនុកមាសតូចមួយតែនាគនោះដឹងច្បាស់ណាស់ថាគាត់នៅទីណាអញ្ចឹងហើយទើប Bilbo សម្រេចចិត្តពាក់ចិញ្ចៀនទឹកចិញ្ចៀននេះធ្លាប់ជួយសង្គ្រោះគាត់ច្រើនដងមកហើយអ្វីត្បិតតែ Smog មើលគាត់មិនឃើញក៏ដោយតែវាអាចដឹងក្លិនមនុស្សចម្លែកយ៉ាងច្បាស់ត្រឹមតែហិតមួយខ្យល់ប៉ុណ្ណោះនាគនោះកំណត់ទីតាំងរបស់ Bilbo បានយ៉ាងច្បាស់ឯងណែណាBilbo ពួនក្បែរសថ្មហើយខំទប់ដង្ហើមតែ Smog នៅតែអាចដឹងពីវត្តមានរបស់គាត់ហាក់ដូចជាមានទំនាក់ទំនងចម្លែកម្យ៉ាងជាមួយចិញ្ចៀនទឹកនេះហើយវាក៏ចាប់បានធ្វើពលងឹតនៅជុំវិញ Bilbo ភ្លាមពេលនាគខ្លួនមកក្បែរ Bilbo ចាប់ផ្ដើមឈឺក្បាលខ្ទោកខ្មងបន្ទាប់ពីឃើញរូបភាពភ្នែកដ៏គួរឲ្យខ្លាចមួយផុសក្នុងខួរក្បាលគាត់ក៏ដោះចិញ្ចៀនចេញហើយបង្ហាញខ្លួនដោយមិនដឹងខ្លួនគាត់គិតលឿនហើយក៏ហុកថាគាត់គឺជាអ្នកគ្រប់គ្រងដ៏ធំរបស់នាគនេះដែលធ្វើដំណើរមកដល់ទីនេះដើម្បីតែគោរពបូជាសត្វនាគប៉ុណ្ណោះមិនគួរឲ្យជឿសត្វនាគនេះបែរជាពេញចិត្តនឹងពាក្យសរសើរនេះទៅវិញវាក៏ចេញមកកន្លែងទូលាយដើម្បីបញ្ចេញរាងកាយដ៏ល្អឥតខ្ចោះរបស់វាដោយសារតែយាមបន្ទប់នេះម្នាក់ឯងអស់60ឆ្នាំស្មើពិតជាត្រូវការនរណាម្នាក់មកនិយាយលេងជាមួយដើម្បីបំបត្តិអផ្សុកខ្លាំងណាស់ Bilbo ខំប្រឹងគិតរកវិធីពន្យាពេលបណ្ដារកឱកាសរត់គេចបណ្ដាស្រាប់តែគាត់ប្រឡេកឃើញត្បូង Arkenstone កន្ទុយភ្នែកគាត់ក៏កុហកថាគាត់រស់នៅទីក្រុង Lake Town វិញដោយខំប្រឹងនិយាយបង្វែរមិនឲ្យពាក់ព័ន្ធនឹងពួកមនុស្សទើរួចគាត់ក៏ប្លូនទៅរកត្បូង Arkenstone នោះឯងគិតថាអញមិនដឹងទេអីថាថ្ងៃនេះនឹងមកដល់នោះថាពួកឆ្កែទុរៃមួយវងនេះវានឹងត្រឡប់មកកាន់ភ្នំនេះវិញនោះធ្វើចរិតដូចជាចកក្នុងចំណោមហ្វូងជាមិនចឹងអញសម្លាប់តាមតែចិត្តអញចង់ស្រកាញ់រឹងដូចដែកថែបគ្មានអាវុធណាអាចចាក់ទម្លុះអញបានទេ